សូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីមេត្រីអញ្ចឹងកាលពីវីដេអូមុនខ្ញុំបាន share ជូនបងប្អូនទាក់ទងទៅនឹង file C ណាបងប្អូនអញ្ចឹងទាក់ទងនឹងគោលការណ៍ file C for all ផងយើងដែល file C ហ្នឹងខ្ញុំបានរៀបរាប់ជូនបងប្អូនបញ្យលខ្លះៗរួចមកហើយអញ្ចឹងទាក់ទងនឹងវីដេអូនេះខ្ញុំក៏សូមបន្តទាក់ទងទៅនឹងfor all វិញម្ដងណាបងប្អូនអញ្ចឹង for all of the credit assessment អញ្ចឹងថាតើ for all នឹងមានអីខ្លះតោះបងប្អូនយើងទៅទាំងអស់គ្នា for all ទី1ទាក់ទងនឹង right time បាទពេលវេលាដែលត្រឹមត្រូវមានន័យថាម៉េច the loan is provided at a time បាទអញ្ចឹង loan ហ្នឹងត្រូវបានផ្ដល់ទៅឲ្យអតិថិជននៅពេលដែលគាត់ពិតជាមានតម្រូវការពិតប្រាកដមែនណាបងប្អូនអញ្ចឹង right time ហ្នឹងគឺមានន័យថាត្រូវផ្ដល់កម្ចីហ្នឹងទៅឲ្យអតិថិជននៅពេលដែលគាត់ពិតជាមានតម្រូវការប្រើប្រាស់សាច់ប្រាក់ហ្នឹងពិតប្រាកដមែនហើយអាចប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាពអញ្ចឹងទាក់ទងនឹងយើងជាអ្នក assessor យើងត្រូវ assess របៀបម៉េចខ្លះតោះទី1គឺថាតើអ្នកខ្ចីហ្នឹងគាត់ពិតជាជួបប្រទះឬក៏តម្រូវការនៅក្នុងទឹកប្រាក់នឹងពិតប្រាកដមែនឬក៏យ៉ាងណាទៅក្នុងការប្រើប្រាស់ទឹកប្រាក់ដែលគាត់នឹងខ្ចីហ្នឹងណាបងប្អូនអញ្ចឹងឧទាហរណ៍ថាគាត់តម្រូវការពិតមែនគាត់យកទៅ business expense ទៅបរិយាអាជីវកម្មផងគាត់ឬក៏អាជីវកម្មផងគាត់ហ្នឹងជា seasonal demand តម្រូវការជាប្រចាំរដូវឧទាហរណ៍ថារដូវធ្វើកៅស៊ូរដូវធ្វើម្រេចរដូវធ្វើចន្ទីអីជាដើមហ្នឹងណាទី2 is the timing aligned with income cycle អញ្ចឹងឲ្យយើងវិភាគថាតើពេលវេលាដែលគាត់ត្រូវមកស្នើ loan នេះវាត្រូវជាមួយនឹង income cycle របស់គាត់មែនអត់ហើយឬក៏ repayment ability មែនដែរឬក៏អត់ណាអញ្ចឹងវាថាគាត់ទៅប្រមូលផលផ្សាយចន្ទីឬក៏ម្រេចហ្នឹងអញ្ចឹងគាត់យកទៅគោលបំណងថាដើម្បីប្រមូលផលជួលកម្មករឬក៏ជួលគ្រឿងចាក់អីហ្នឹងប៉ុន្តែដល់ពេលយើងមើលទៅខែនេះគឺមិនមែនជាខែទៅប្រមូលម្រេចទេហើយនេះគឺជាកត្តាមួយដែលយើងត្រូវវិភាគទៅលើចំណុចហ្នឹងដែរអញ្ចឹងតើ right time ឬក៏មិន right time ទី3តកតង ADR external risk អញ្ចឹងទី3យើងមើលថាតើមាន risk អីពីខាងក្រៅដែរនៅក្នុងការខ្ចី loan មួយហ្នឹងឧទាហរណ៍ថា political instability បាទនយោបាយអស្ថិរភាព market downturn មើលទៅនិន្នាការទីផ្សារធ្លាក់ចុះហើយ that could affect repayment ដែលអាចនឹងប៉ះពាល់ទៅដល់ការបង់សងត្រឡប់មកវិញផងអតិថិជនអញ្ចឹង right time គឺមានប៉ុណ្ណឹងបងប្អូនហើយយើងមានឧទាហរណ៍មួយទាក់ទងនឹង farmer applying loan before planting អញ្ចឹងអតិថិជនគាត់ស្នើកម្ចីនៅមុនពេលដែលរដូវដាំដុះមកដល់ប៉ុន្តែការផ្ដល់កម្ចីទៅឲ្យនៅពេលដែលគាត់អត់បានដាំដុះទេឬក៏ទៅនឹងការផ្ដល់កម្ចីទៅដល់រដូវរាំងស្ងួតឬក៏ខុសពីរដូវដែលត្រូវប្រមូលផលហ្នឹងអាចហានិភ័យកើនឡើងខ្ពស់បាទទី2 right amount ទាក់ទងនឹងចំនួនត្រឹមត្រូវអញ្ចឹងមានន័យថា the loan amount ណាចំនួនទឹកប្រាក់នៃកម្ចី matches គឺត្រូវជាមួយនឹង borrower actual need ត្រូវឬក៏ភាពត្រូវគ្នាជាមួយនឹងតម្រូវការផ្ទាល់ពិតប្រាកដរបស់អតិថិជន and repayment capacity ហើយនឹងសមត្ថភាពបង់សងផងគាត់ផងដែរថាតើ too high or too low ណាបងប្អូនអញ្ចឹង right amount គឺជាចំនួនត្រឹមត្រូវដែលផ្ដល់ទៅឲ្យអតិថិជនជាមួយនឹងតម្រូវការពិតប្រាកដផងគាត់កុំឲ្យថាផ្ដល់ទៅច្រើនពេកឬក៏តិចពេកច្រើនពេកក៏អត់បានដែរតិចពេកក៏អត់ល្អដែរព្រោះពួកគាត់យកទៅ support business ហ្នឹងមិនគ្រប់គ្រាន់អញ្ចឹងអ្វីដែលបងប្អូនត្រូវ assess ទី1ថាតើ amount sufficient to meet intent purpose ដែរអត់អញ្ចឹងថាតើ amount ដែលគាត់ចង់ខ្ចីលុយឬក៏ amount ដែលខាងយើង provide ឬក៏នឹងផ្ដល់ offer ជូនគាត់ហ្នឹងបានប៉ុណ្ណឹងនេះសួរថាមានជាមួយនឹងគោលបំណងប្រើប្រាស់របស់អតិថិជនដែរឬក៏អត់បើប្រើប្រាស់មិនគ្រាន់ទេក៏អតិថិជនគាត់នឹងពិចារណាដែរនិងទី2 can the borrower really repay ថាតើអតិថិជនពិតជាអាចបង់សងជាក់ស្ដែងដោយយោងទៅលើចំណូលហើយនិងចំណាយផងគាត់មែនឬក៏យ៉ាងណានឹងគឺជា right amount ហើយទី3តកតង is the loan size បាទថាតើ loan size ទំហំនៃទឹកប្រាក់ហ្នឹងត្រូវជាមួយនឹង business scale របស់អតិថិជនឬក៏ project scope នឹងដែរឬក៏អត់ឧទាហរណ៍បងប្អូន example a small shop owner បាទម្ចាស់ហាងគាត់បានស្នើលុយ 2000 សម្រាប់ inventory expansion may be reasonable បាទអញ្ចឹងម្ចាស់ហាងគាត់បានស្នើកម្ចីចំនួន$2000សម្រាប់ពង្រីក stock ផងគាត់ហ្នឹងសមរម្យក៏ប៉ុន្តែ approving loan 10000វាដៅ clear plan ហ្នឹងបាទប៉ុន្តែសម្រាប់ការអនុម័ត loan ទៅដល់ 10000 ដោយមិនមានផែនការច្បាស់លាស់ឬក៏ repayment source
could lead to default ចឹងអាចនាំឲ្យ loan ហ្នឹងទៅជា code វិញបានបងប្អូននេះគឺជាការបញ្ចូលអំពី right amount ហើយទី3តកតងទៅនឹង right person បងប្អូនចឹង right person គឺទៅដល់បុគ្គលឬក៏អតិថិជនដែលត្រឹមត្រូវចឹងមានន័យថាអតិថិជនហ្នឹងគឺគាត់គួរឲ្យទុកចិត្តមានសមត្ថភាពហើយនឹង financial responsible បាទគឺគាត់មានចំណូលចំណាយអីត្រឹមត្រូវគ្រប់គ្រាន់ជាងតទៅនឹង what to assess តើយើងត្រូវ assess លើអីខ្លះអញ្ចឹងយើងត្រូវ assess ថាតើ borrower ហ្នឹងមាន credit history ល្អឬក៏អត្តចរិតឬក៏ repayment behavior ផងគាត់ហ្នឹងយ៉ាងម៉េចដែរណាបងប្អូនទី2តកតងថាតើមានតម្លាភាពហើយនឹងកិច្ចសហប្រតិបត្តិការយ៉ាងដូចម្តេចដែរពីអតិថិជនកំឡុងពេលដែល loan ដំណើរការនៃ loan ហ្នឹងហើយទី3do they have skill តើអតិថិជនហ្នឹងពួកគាត់មានជំនាញឬក៏បទពិសោធន៍ដើម្បីទៅ manage the purpose of loan ហ្នឹងដែរអត់បាទអញ្ចឹងតកតងទៅនឹង right person អញ្ចឹងគេមានឧទាហរណ៍បងប្អូនតកតងនឹង borrower with consistent payment record បាទហើយនឹងអាជីវកម្មដែលមានស្ថិរភាព is a right person ណាគឺជា right person គឺជាបុគ្គលដែលគោលដៅផងយើងហើយនៅក្នុងការប្រវាយឬក៏ផ្ដល់ loan ជូនគាត់ហ្នឹង but someone ក៏ប៉ុន្តែ with frequent default ប៉ុន្តែទៅលើអតិថិជនមួយចំនួនដែលគាត់ជារឿយៗគឺធ្វើឲ្យ loan នឹង late ឬក៏ unclear intention បាទអញ្ចឹងអាចនឹងជួយរុញទៅកាន់ហានិភ័យនៃ loan ហ្នឹងទី4បងប្អូនតើតើនឹង right purpose គោលបំណងត្រឹមត្រូវអញ្ចឹងតើតើនឹង the loan is used for productive សម្រាប់ផលិតភាពស្របច្បាប់ហើយនឹង clearly purpose ដែលនឹងអាចផ្ដល់ឲ្យវិញនៅចំណូលឬក៏តម្លៃបាទអញ្ចឹង purpose តើកាលណាអតិថិជនគាត់យក loan នឹងទៅប្រើត្រឹមត្រូវទៅលើគោលបំណងដែលគាត់ចង់ស្នើពិតប្រាកដជាក់ស្ដែងហ្នឹងគឺនឹង generate វិញនៅ income បាទអញ្ចឹងហៅថា right purpose ហើយអញ្ចឹងយើងត្រូវ assess អីខ្លះលើចំណុចហ្នឹងទី1 is the loan purpose clearly state បាទ and document យើងត្រូវ assess ថាតើ loan purpose ហ្នឹងច្បាស់លាស់អត់ពីអតិថិជនដែលផ្ដល់មកឲ្យយើងនៅកំឡុងពេលដែលយើងចុះទៅ assess នេះហើយមាន document អីខ្លះមក support ដែរអត់ទៅលើ loan purpose ហ្នឹងបាទហើយសម្រាប់ទី2 will the loan generate return តើ loan ហ្នឹងបានផ្ដល់ឲ្យវិញនៅចំណូលឬក៏ improve financial របស់អតិថិជនដែរឬក៏យ៉ាងណាបាទទី3តើទៅនឹង the purpose align with the bank lending policy បាទអញ្ចឹងយើងក៏ត្រូវមើលដែរតើ purpose ដែលអតិថិជនយកទៅប្រើប្រាស់នេះត្រូវឬក៏ align ជាមួយនឹងគោលការណ៍ដែលបានកំណត់ដោយធនាគារដែរអត់ពីព្រោះអីពីព្រោះគោលបំណងខ្លះគឺធនាគារអត់អាចប្រវាយជា loan ទៅឲ្យអតិថិជនបានទេដោយប៉ះពាល់ទៅលើសុខុមាលភាពប្រជាជនឬក៏សន្តិសុខប្រទេសជាតិឬក៏បរិស្ថានបាទបងប្អូនបរិស្ថាននឹងជាដើមហើយនៅមានផ្សេងទៀតអញ្ចឹងឧទាហរណ៍អញ្ចឹងការផ្ដល់កម្ចីទៅកាន់អតិថិជនដែលទិញឧបករណ៍សម្រាប់ការចែកចាយហើយទៅកាន់ business នៃការ distribution ចែកចាយហ្នឹងគឺជាគោលបំណងដ៏ត្រឹមត្រូវហើយដែលអាច generate មកវិញបានណាបងប្អូនតែ using for gambling ឬក៏ unverified personal spending ហ្នឹងជំនឿថាការប្រើប្រាស់សម្រាប់បែងឬក៏ការចំណាយផ្ទាល់ខ្លួនដែលអត់មានអីយកមកផ្ទៀងផ្ទាត់ហ្នឹងគឺមិនអនុញ្ញាតឡើយអញ្ចឹងបងប្អូនតើតើនឹង 5C for all ផងមកដល់ទីបញ្ចប់ប៉ុណ្ណេះហើយដែរអញ្ចឹងសង្ឃឹមថាបងប្អូននឹងទទួលបាននៅការចែករំលែកនេះហើយសូមបងប្អូនជួយចុច subscribe ខ្ញុំម្នាក់មួយផងបងឲ្យបងប្អូនអាចឆ្ងល់ឯណាអាច comment សួរខាងក្រោមបានបាទសូមអរគុណ